ណាយើងបិទភ្នែកទាំងអស់គ្នាប្រមូលនៅអារម្មណ៍ទាំងឡាយទាំងពួងដាក់នៅក្នុងចិត្តដោយយកនៅសោមនសិការៈធ្វើទុកក្នុងចិត្តពេលណាដែលយើងប្រមូលនៅអារម្មណ៍ទាំងឡាយទាំងពួងដកដង្ហើមចេញចូលសូមឲ្យបងប្អូនប្រុសស្រីទាំងឡាយពិចារណាឃើញដល់ពុកម៉ែរបស់យើងពេលដែលដកដង្ហើមចូលសូមទន្ទិញពាក្យថាពុកពេលដកដង្ហើមចេញសូមទន្ទិញពាក្យថាម៉ែពុកម៉ែគ្រប់ដង្ហើមដកចេញចូលរបស់យើងសូមឲ្យឃើញពាក្យថាពុកហើយនឹងម៉ែយើងមិនដែលស្រមើស្រមៃរកនូវគុណរបស់ពុកម៉ែទេតែថ្ងៃនេះយើងមានឱកាសមកជួបជុំគ្នាជាមួយនៅលោកគ្រូជាមួយនឹងញាតិញោមពុទ្ធបរិស័ទជាមួយនឹងមិត្តភ័ក្តិយើងធ្វើការជួបជុំគ្នាសាមគ្គីគ្នាដើម្បីរលឹកនឹកគុណរបស់ពុកម៉ែនិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្បិតតែយើងធ្លាប់ដឹងថាពុកម៉ែមានគុណក៏មែនពិតប៉ុន្តែកូនប្រុសស្រីទាំងឡាយមិនដែលបានគិតថាពុកម៉ែមានគុណប៉ុណ្ណាពិបាកប៉ុណ្ណានៅហត់ប៉ុណ្ណានោះទេដឹងថាព្រឹកឡើងសុំលុយមកសាលាដឹងថាសុំលុយទិញសម្ភារៈផ្សេងតែយើងមិនដែលបានគិតថាគាត់លំបាកនៅហត់ប៉ុណ្ណាទេរាល់ថ្ងៃព្រោះកូនមករៀនបាត់មិនដែលបានឃើញសកម្មភាពពុកម៉ែដែលនៅឯផ្ទះធ្វើអ្វីខ្លះតែពេលនេះសូមបងប្អូនប្រុសស្រីទាំងឡាយបិទភ្នែកហើយបញ្ជូនចិត្តស្រមើស្រមៃទៅរកលោកឪពុកម៉ែរបស់យើងដែលនៅឯផ្ទះតើពុកម៉ែរបស់យើងកំពុងតែស្ថិតនៅក្នុងទីណាហើយពុកម៉ែគាត់កំពុងតែធ្វើអ្វីខ្លះសម្រាប់យើងគ្រប់គ្នាម៉ែជាព្រះព្រំជំរំស្នេហ៍ពុកគឺដួងខែព្រះសុរិយាម៉ែគឺចក្រវាលថ្នាលោកាពុកគឺសាស្តាជនលោកីម៉ែគឺគង្គាសែនទុនភ្លុនពុកគឺទឹកមន្តកុននិស័យម៉ែគឺធម្មជាតិស្រស់ប្រំប្រៃពុកគឺជាស្បៃសន្តិភាពគុណម៉ែសែនធ្ងន់ប៉ុនពេជ្រក្រៃមើលសែនអត្តន័យសូមជម្រាបគុណម្ដាយឆ្ងាយណាស់គ្មានអ្វីព្រាមឥតបីរាប់រៀបកណនាបានកូនណាយកូនកើតពីម៉ែឪកូនបានរស់នៅក្នុងលោកាកូនរស់ប្រោះលោកថែរក្សាកូនគ្រប់រូបាឧស្សាហ៍កិច្ចកូនមានសាច់ឈាមពុកម៉ែឲ្យកូនកុំបណ្ដោយធ្លុយគំនិតកូនមានពុកម៉ែរស់នៅចិត្តកូនគួរប្រតិបត្តិកលរាល់ថ្ងៃកូនជាចរណៃថ្លៃជាងពេជ្រកូនចាំរំលេចដោយរស្មីកូនមិនដឹងខ្លួនតែរីអ្វីកូនរស់រាល់ថ្ងៃព្រោះអ្នកណាកូនចូលដឹងចោះណាពិសីកូនរស់រាល់ថ្ងៃមានន័យល្អថ្លៃថ្លាកូនរស់ព្រោះមានមេត្តាបិតាកូនត្រូវរក្សាអ្នកមានគុណបងប្អូនប្រុសស្រីជាទីស្រឡាញ់
សូមប្អូនបាត់ភ្នែកឲ្យចិត្តរំលឹកទៅដល់គុណពុកម៉ែរបស់យើងដែលនៅឯផ្ទះហើយយើងស្រមើស្រមៃទៅមើលពុកម៉ែរបស់យើងតើយើងបានធ្លាប់ឃើញពីសកម្មភាពរបស់ពុកម៉ែនៅផ្ទះទេតែយើងធ្លាប់ស្រមើស្រមៃឬក៏ធ្លាប់ឃើញពុកម៉ែរបស់យើងមានរូបសភាវៈប្រែប្រួលទេឪពុកធ្លាប់តែមានរូបសម្ផស្សស្អាតម៉ែធ្លាប់តែមានរូបផស្សស្អាតទាំងសក់ទាំងកាយអវយវៈសាច់ភ្លឺថ្លាពេលដល់មើលថែរក្សាកូនចៅប្រុសស្រីយូរទៅស្បែកទៅជាជ្រីជ្រួញសក់ទៅជាក្រហមសក់ទៅជាសប្រែពីខ្មៅទៅសភ្នែកធ្លាប់តែភ្លឺបែរទៅជាស្រវាំងមើលព្រើលមិនឃើញច្បាស់ត្រចៀកធ្លាប់តែលឺច្បាស់តែបែរទៅជាលើហឹងថ្លង់ស្ដាប់សំឡេងកូនចៅមិនបានច្រមុះធ្លាប់តែហិតក្លិនល្អស្រូបក្លិនល្អបែរទៅជាលេងធំក្លិនអស់អណ្ដាធ្លាប់តែលក់រសជាតិល្អឆ្ងាញ់តែឥឡូវកូនទិញរបស់អ្វីឲ្យមកពិសាក៏លេងដឹងឆ្ងាញ់អស់រូបរាងកាយធ្លាប់តែមមួនមតំធ្វើការងាររហ័សរហួនទាន់ចិត្តតែឥឡូវនេះរូបរាងកាយពុកម៉ែរបស់យើងទ្រុឌទ្រោមកម្លាំងក៏ខ្សោយសម្បុរក៏មិនល្អម៉ែឪខ្លះសឹងថាគ្មានអ្វីស្លៀកពាក់និងប្រើប្រាស់សម្ភារៈល្អដូចគេទេតើហេតុអ្វីបានជាគាត់មានលុយដែរតែគាត់មិនដែលទិញរបស់ល្អសម្រាប់ខ្លួនឯងតែគាត់សុខចិត្តឲ្យលុយកូនមកសិក្សារៀនសូត្រទិញសម្ភារៈល្អមានខោអាវស្លៀកពាក់ស្អាតមានសម្ភារៈមានម៉ូតូមានកង់ឲ្យកូនជិះមករៀនក្រេបជញ្ជក់នៅវិជ្ជាសិលសាស្ត្រអំពីលោកគ្រូឲ្យកូនមានចំណេះចេះដឹងនៅក្នុងផ្លូវលោកនិងផ្លូវធម៌តើយើងបានគិតទេថាគាត់លំបាកប៉ុណ្ណាពេលដែលយើងមកសាលាបាត់តែយើងបានគិតទេតែគាត់ពងធ្វើអីខ្លះឪពុកចេញពីផ្ទះទៅធ្វើការម្ដាយនៅផ្ទះការងាររាប់រយចម្ពុះឯណាបោកខោអាវឲ្យកូនឯណាធ្វើម្ហូបឲ្យកូនឯណាទៅទិញម្ហូបទៅផ្សារឆ្លៀតទិញសម្ភារៈផ្សេងទុកឲ្យកូនទៀតឲ្យលឺថាកូនចង់បានអីចង់បានខ្សែកចង់បានខ្សែដៃចង់បានកវិលចង់បានទូរស័ព្ទដៃទំនើបនឹងគេម៉ែទៅដាប់ទៅដុះរកប្រាក់កម្រៃសុខចិត្តទិញឲ្យកូនតែម៉ែមិនដែលមានអ្វីពាក់ល្អកាយរបស់គាត់ទេបងប្អូនពិចារណាទៅមើលថាគាត់លំបាកប៉ុណ្ណាន័យហត់ប៉ុណ្ណាពេលខ្លះពេលបងប្អូនមករៀនបងប្អូនគិតថាលំបាកន័យហត់ 4-5 ម៉ោងសិក្សារៀនសូត្រអង្គុយក្នុងម្លប់តិចដុតទៅឈឹងទៅឆៃតែមេត្តានិងបិតារបស់យើងនៅផ្ទះមិនដែលបានសម្រាកកាយសម្រាកចិត្តសំបីតែត្រេតខ្លួនលើពុកលើក្រែសឹងតែគ្មានពេលផងការងារពីមួយអត់ការពីមួយការងារមួយទៅមួយធ្វើខាងនេះចន្លោះខាងនោះធ្វើខាងនេះរួចហើយទៅធ្វើខាងនោះធ្វើខាងនោះរួចហើយបើធ្វើខាងនេះតែយើងសូមឲ្យជាកូនដែលដឹងនូវគុណរបស់ពុកម៉ែសូមឲ្យជាកូនដែលស្រឡាញ់ពុកម៉ែរបស់យើងឲ្យបានច្រើនព្រោះគាត់ខំណាស់ការងារសស្រាក់សស្រាវទោះក្តៅភ្លៀងរងាញញឹកយ៉ាងណាក៏ដោយគ្រុនក្តៅរងា
có bục mình đang mình ôn thái lại mà mình đang ôn thái lại sọc chất này hot lầm ba ôi từ con bàn sọc srul sọc chất ôi con bàn chùm nét chặt đằng đằng kê tại mai sọc chất lầm ngon bầm ra con prọc sấy đằng lại cục cục nèแต่เราปรับแพ้บานบปันปีปันมาเมินปีเมินยกโมจินจำโอนโอนโปรไซต์ต่างออกนี่แต่เนี่ยต่างออกเนี่ยดังใจตาขนมขณะใดยังกำปงต่างกุยในขนมตีนนี่ยังบานแต่เจสรูลขนมบรรลุดอดจังแต่ชัยชาลบะโมละเฮียแต่เจไกยาแต่เมียดาใบดากำปงแต่สถัดในฮาลขัดได้แต่โอนเกิดเมื่อแต่กดกำปงแต่สถัดในขนมตีนนะแต่กดลำบากปนนะสำหรับยังก่อนปลอกละมันได้จะกิดอัมพีจุยกายเงียปกมาได้เตก่อนปลอกละได้แต่เล่นพักซีเปาไลอาวาไซใส่ยีโอนบองละใบใส่สระกรุปเปวิเลียมันถ่ายยุบไงแบบในการนากำฮอกกำไฮดักไม้สำลดเตียประปีไม้จังเปคลาปกไม้มันได้เมียนเลยเมื่อร้อยนองหอบเป่าพองหรือสำเร็จเลื่อนกองรำปงดอลเพียบระเยอะระไงดอลเนจัดคางอ้อยเกตเด็ดมันบานสมรันลบมันสูลสมใบตายปกไม้ก็กดสมรันลบมันสูลได้เพราะนึกเคยจำโกนโปรโกนใส่ดาวตะเลงบัดดาวเปลนาเติบโกนโปรตลบหมกวิญไปยุบอัตเรียดยุบดอกสงัดชึงมันเคยเปิดเปลืองตลบหมกวิญเปดาลือสำเร็จมาโตสำเร็จกองโจรมาดอลเตียเติบไม้สบายจันเติบปกสบายจันเติบปกไม้ได้หลอสรูลทอมไปเจียดในเรตไตรโออับนังระสับบัดบังสมรสมันขออัมพีสพิบจัดระบอบเนื้อมาได้เนื้อเปลี่ยนนี่ยังอังกอยรงจำกำปองแต่อังกอยจำรงพลาโกนไปคลาตึกในฮอระเฮมระหามกรันตะลือเมียนกาไว้ดำจรมเทะหนึ่งเมียนกาจำปุจอพลันต่างหลายไม่ไพ่นะไม่คลายจำปะโกนระบอกคลุนไอคลายโกนคลุนไอมันเฟอร์ละอจะตามเปียดัมโบลตูมีนอย่างฉะนั้นสมกลประสไรต่างหลายพิจารณาเอาเคยอย่างปีกลระบอกกอดหนังกาปรุยบารมจันเน็กจังยบตั้งไงเรียกลสไรคลาเหตีนก็จะเนี่ยดังกลก็มีนเนี่ยมันดังกลก็มีนmỗi ngày xong lôi mai tia lôi mai tinh để xong phải đấy là pra pra đằng kia tại dựng đằng tết hả lôi mở riêng pi riêng một phần pi phần mà pi mơn để cao cho nhóm pi như chim rồi bỏ bọc mài để cột khom đi ta đâm bay nè nà mà âu khắc cro rộ prep khoa là ghê rộ là ghê khoa prep tại cồn vinh trai lơi đôi chỉ lâu cồn đã sật hay chia ở rập mơn ở rập bàn tiếng mình đây nơi khơi nhằm pi thực chất rồi bỏ bọc mà nơi hot sập cột bẹp vàng bề khla cồn mình bàn xong lời mai mình bàn tôi chia cầm ho cầm hai đây bật tục nhom xong ấy mình đây ban xong lôi tinh khởi ao xong lôi tinh sẽ co sẽ đai tu rồi sắp đai tầm nớp lo pra này kì mít hiệp nhom kê xong mà đai kê xong bà kê xong ấy ban nâng tại sầm rạp mà đai nhom vinh bục nhom vinh xong ấy mà đai ban ta con mình men cho con rồi bỏ bục mai tê đấy ban chia con xong mà vây mà đai ban ấy dạng này hạt ở vậy bàn chật nhom cất mau cho môi nâng bốc mai đây chỉ là cro
បងប្អូនប្រុសស្រីទាំងឡាយសូមបងប្អូនយកចិត្តទុកដាក់ក្នុងការស្ដាប់ឲ្យមែនតែនឲ្យពិចារណាមើលថាយើងកើតមកក្នុងโลกនេះពិតជាសំណាងណាស់ញាតិញោមបងប្អូនធ្លាប់ឆ្លោះកញ្ចក់មើលខ្លួនឯងទេមានរូបរាងកាយល្អទេមានពណ៌សម្បុរស្អាតទេមានភ្នែកច្រមុះដានកាយចិត្តបរិបូរណ៍អវយវៈគ្រប់គ្រាន់ស័ក្តិសមជាមនុស្សពេញលក្ខណៈដោយបរិបូរណ៍តើសម្បត្តិទាំងឡាយទាំងអស់នេះដែលយើងបានតើបានមកពីអ្នកណាមិនមែនបានមកពីពុកហើយនឹងម៉ែទេឬបើយើងក្រឡេកប្រៀបធៀបជាមួយនឹងបុគ្គលដតីដែលជាអ្នកកំសត់ទុរគតចន្ទនាថាទៅកន្លែងណាដេកកន្លែងនោះគ្មានទីជំរកយកផែនដីទាំងមូលជាកន្ទេលជាពុជាខ្នើយយកអាកាសមេឃទាំងមូលធ្វើជាជំរកសម្រាប់រស់នៅយកក្រោមដើមឈើយកទីមលប់ដតីសម្រាប់ពះវេលពះកាលចំណៃចំណុកហូបពិសាមិនដែលបានឆ្ងាញ់ដូចជាពួកយើងទេយើងត្រឡប់ពីសាលាទៅមានបាយមានម្ហូបមានបង្អែមរៀបចំទុកដាក់ស្រេចដែលពុកម៉ែទុកឲ្យកូនតែបើយើងកលេចទៅមើលជនអនាថាទុរគតកំសត់តែមានបរិភោគឆ្ងាញ់ដូចយើងទេមានខោអាវស្លៀកពាក់ដូចយើងទេមានខោអាវល្អស្លៀកពាក់ដូចយើងទេអត់មានទេបាយដែលរឹសទៅតាមគំនោសម្រាមទៅតាមធុងសម្រាមបរិភោគនៅសល់តែងទូចដែលគេចោលឬយកមកបរិភោគតើគាត់កំសត់ប៉ុណ្ណាពេលឈឺយប់ក្តីថ្ងៃក្តីតើមានមេត្តាបិតាយាយតាណាព្រួយបារម្ភយកគាត់ទៅពេទ្យទេយកគាត់ទៅព្យាបាលទេមើលថែគាត់ទេខ្វល់ខ្វាយជាមួយនឹងគាត់ទេគ្មានបុគ្គលណាយកភ្នែកយកតិចទៅស្ដាប់ទៅមើលនៅជនកំសត់ទុរគតហើយយកទៅពេទ្យថែទាំរក្សាសុខភាពដូចជាមេត្តាបិតារក្សាកូនយើងឡើយតែបើកូនយើងវិញម៉ែហើយគ្រាន់តែឮថាកូនឈឺយកទៅពេទ្យភ្លាមអស់ប្រាក់ប៉ុណ្ណាចុះបីខ្ចីបុលគេក៏ដោយក៏ម៉ែត្រូវតែឲ្យកូនបានចូលពេទ្យបានព្យាបាលមើលជំងឺឲ្យជាមើលថែទាំងយប់ទាំងថ្ងៃរហូតទៅដល់គាត់ឈឺខ្លួនឯងក៏ម៉ែនៅតែស៊ូទ្រាំមើលកូនដែរនេះជាទំនៀមរបស់មេត្តាបិតាទាំងឡាយតែងតែសិក្សាហើយនឹងតែងតែមើលថែកូនសពគ្រប់បែបយ៉ាងចិញ្ចឹមកូនប្រុសស្រីឲ្យបានថត់ថមឲ្យមានចរិយាមាយាទល្អមានរូបសម្បត្តិល្អបញ្ជូនកូនឲ្យបានសិក្សារៀនសូត្រនៅក្រេបជញ្ជក់វិជ្ជាសិលសាស្ត្រផ្សេងត្រឡប់មកក្រោយបន្តិច9ខែ10ថ្ងៃដែលយើងពោផ្ទៃតើគាត់លំបាកប៉ុណ្ណានៅក្នុងផ្ទៃយើងធ្លាប់តែធ្វើការក្តៅកាន់ដុំឥដ្ឋតែមួយកាន់ដុំថ្មតែមួយយើងពោលថាហត់ពោលថាធ្ងន់ចោះតម្រុំតែលោកឪពុកនិងម៉ែឬក៏អ្នកម្ដាយដែលគាត់ពោផ្ទៃ9ខែ10ថ្ងៃកូនធំឡើងម្ដងបន្តិចធ្វើឲ្យពោះរបស់ម៉ែធំច្រើនជាងមុនធ្ងន់ទៅលំបាកទៅរហូតដល់ប្រសូតចេញផ្ទៃម៉ែសឹងថាផ្ដាច់ជីវិតមច្ចរាជមកផ្ដាច់ជីវិតសឹងថាពេលដែលកូនប្រសូតបុតឪពុកម្ដាយខ្លះប្រសូតបុតមិនបានរហូតដល់ស្លាប់ខ្លួនស្លាប់ជីវិតក៏សឹងតែមានគឺគាត់តែងតែពលីជីវិតចំពោះកូនប្រុសស្រីទាំងឡាយ
ក្រោយអំពីកូនបានប្រសូតចិញ្ចាក់ផ្ទៃកាលណាបញ្ជូនកូនមកសិក្សារៀនសូត្រនៅវិទ្យាសាស្ត្រសាស្ត្រឲ្យមានចំណេះចេះដឹងខ្ពង់ខ្ពស់នឹងគេឲ្យកូនមានចំណេះចេះដឹងខុសដឹងត្រូវដឹងគុណដឹងទោសនឹងគេពេលណាដែលកូនបានសិក្សារួចហើយម៉ែតែងតែរៀបចំឲ្យកូនមានគូស្វាមីភរិយាទៅតាមឧបនិស្ស័យរៀងខ្លួនក្រោយអំពីរៀបឲ្យមានអាពាហ៍ពិពាហ៍ហើយម៉ែតែងតែចែកមរតកឲ្យកូនប្រុសស្រីទាំងឡាយតែកូនខ្លះជាកូនចរាយចោលមកសៀតសូម្បីតែទ្រព្យសម្បត្តិដែលឪពុកម្ដាយចែកឲ្យហើយក៏មិនដែលទុកដាក់ឲ្យសល់ឲ្យថិតនៅឲ្យកង់វងបានទៅជាប្រើប្រាស់ទ្រព្យសម្បត្តិអកេអកដែលឪពុកម្ដាយចែកឲ្យទៅជាបាត់បង់អស់តាំងពីមួយគួកូនគិតកំទុយមកចិត្តអ្នកម្ដាយឡាកុំអើយម៉ែរងទុកអត់ស្បាយអោណាកូនអើយម៉ែមានតែមួយម៉ែមានតែមួយត្រួយជីវិតមានម៉ែកូនប៉ាត់ផុតទុកព្រួយពេលមានឧបសគ្គម៉ែតែងជួយម៉ែប៉ាត់ណែជាត្រួយជីវិតកូនម៉ែគឺជាព្រះល្អអត់បីម៉ែជាចលស័យឬជាក្បូនម៉ែជាជំរងយានសន្ដូនជួយស្រោចស្រង់កូនរស់គ្រប់គ្នាឡាយស្ដាប់ដោយយោនិសោមនសិការៈអំពីគុណពុកម៉ែរបស់យើងបន្តិចទៀតប្រហែលកន្លះម៉ោងទៀតពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ប្រជុំគុណក្រាស់ក្រៃជាងធរណីពាក្យម៉ែពីរោះគ្រប់លើព្រឹត្តពីរល្អដោយគិរីពេញដោយរុក្ខាប្រិស័ត
ព្រៃធំមានសត្វជាគ្រឿងលម្អភរិយាបវរលម្អផស្ដាទ្វីបលោកល្អស្រស់កប្រុសសុរិយាសត្វក្នុងលោកាល្អប្រុសមានម៉ែសូមបងប្អូនប្រុសស្រីទាំងឡាយយកចិត្តទុកដាក់ដល់យកនៅសមនសិការៈនឹកឃើញគុណរបស់ម៉ែពុករបស់យើងរីលោកឪពុកក៏មិនខុសអីនឹងម៉ែតែងធ្វើការចំការស្រែសពគ្រប់កាយារកប្រាក់កម្រៃដើម្បីឲ្យកូនបុត្រភ្ងាចិញ្ចឹមជីវិតនិងបានសិក្សារៀនសូត្រនិងបានប្រើសម្ភារៈល្អៗនឹងគេពេលខ្លះបងអូនឯងធ្វើការងារក្តៅហាក់ធ្វើឲ្យគាត់មិនសុខស្រួលពេលខ្លះគាត់បៀមជំងឺទុកនៅក្នុងខ្លួនពេលខ្លះក្អកចេញឈាមធ្លាក់ឈាមប៉ុន្តែពុកមិនដែលប្រាប់ម៉ែមិនដែលប្រាប់ភរិយាគាត់មិនដែលប្រាប់កូនឲ្យដឹងថាគាត់មានជំងឺនៅក្នុងខ្លួននោះឡើយខ្លាចម៉ែមិនសប្បាយចិត្តខ្លាចកូនបារម្ភខ្លាចកូនបែកគំនិតលែងសិក្សារៀនសូត្រទោះបីពុកក្តៅរងាញញែកឬក៏ក្អកធ្លាក់ឈាមបៀមជំងឺនៅក្នុងខ្លួនប៉ុណ្ណាក៏ដោយក៏ពុកនៅតែស៊ូទ្រាំលំបាកធ្វើការងារនោះដើម្បីប្រាក់កម្រៃយកឲ្យកូនបានប្រាក់កម្រៃមិនដែលបានយកទៅយកជំងឺទៅមើលជំងឺខ្លួនឯងឡើយសុខចិត្តឲ្យភរិយាឲ្យប្រពន្ធឲ្យកូនបានចាយវាយហឺហានឹងគេមានសម្ភារៈល្អៗប្រើប្រាស់នឹងគេដូច្នេះទឹកចិត្តរបស់លោកឪពុកគឺជាទឹកចិត្តដ៏ធ្ងន់តែងតែជួយជ្រោមជ្រែងគ្រួសារភរិយាកូនប្រុសស្រីឲ្យរស់នៅបានសេចក្តីសុខស្រួលនឹងគេនេះគឺជាពលិកម្មជីវិតរបស់ពុកម៉ែដែលយើងដែលធ្វើចំពោះកូនប្រុសស្រីសូមយើងពិចារណាឲ្យបានឆ្ងាយឲ្យបានវែងឲ្យបានច្រើនយកចិត្តទុកដាក់ទៅលើពុកម៉ែរបស់យើងឲ្យមែនតែនការងារទាំងឡាយសពគ្រប់បែបយ៉ាងពេលខ្លះគាត់ធ្វើជំនួសម៉ែពេលម៉ែមិននៅពេលម៉ែទៅផ្សារពេលម៉ែទៅណាមួយថ្ងៃពីរថ្ងៃគឺការងារទាំងឡាយទាំងអស់នោះធ្លាក់មកលើពុកទទួលរ៉ាប់រងសពគ្រប់បែបយ៉ាងការងារណាដែលពុកមិនដែលធ្លាប់ធ្វើតែពុកនៅតែអាចធ្វើបានសូម្បីតែដាំបាយធ្វើម្ហូបបោកខោអាវដែលជាការងាររបស់ស្ត្រីដែលជាការងាររបស់ភរិយាប៉ុន្តែគាត់នៅតែអាចជួយការងារសម្រួលការងារដល់ម្ដាយរបស់យើងបានសបញ្ជាក់ឲ្យឃើញថាគូជីវិតរបស់គាត់ក្រុមគ្រួសារនេះដែលគាត់ខំរខំធ្វើខំចិញ្ចឹមកូនប្រុសស្រីរបស់គាត់តែប៉ុណ្ណោះគឺគ្មានដើម្បីអ្នកណាក្រៅអំពីកូនរបស់ខ្លួនយើងឡើយប៉ុន្តែប្រសិនបើកូនអ្នកដតីម្លេះពុកម្ដាយមិនដែលខ្វល់ខ្វាយចំពោះកូនបុគ្គលដតីឡើយតែបើកូនរបស់ខ្លួនឯងវិញតែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ចនិចសូម្បីតែគេវាយគេដំគេច្រំគេធាក់ប៉ះពាល់បន្តិចបន្តួចដោយការចេះស្ដីប្រមាថមើលងាយមើលថោកក៏ពុកម៉ែនៅតែការពារព្យាយាមតស៊ូតតាំងជាមួយនឹងពាក្យសម្ដីរហូតដល់មានការប្តឹងផ្ដាល់ទៅដល់អាជ្ញាធរភូមិឃុំរហូតទៅដល់តុលាការក៏សឹងតែមានដែរគឺដើម្បីណាគឺដើម្បីការពារជីវិតកូនគ្រប់គ្នាចុះបីការងារក្រលំបាកមិនដេចមិញឲ្យត្រូវបំពេញជំនួសម៉ែឲ្យធ្វើកិច្ចការងារតែម្នាក់ឯងក្រោមក្តៅសូសែងឥតស្រាកលហែញើសយកជោគកាយារាល់ថ្ងៃខែឲ្យប្រឹងឥតលហែចិត្តនៃណាយការងារទាំងឡាយទាំងអស់នោះប្រៀបដូចជាព្រះព្រំដែលចាំថែរក្សាកូនប្រុសស្រីទាំងឡាយឲ្យជាព្រះព្រំជប់ត្រនំកូនឲ្យគឺជាក្បូនដែលកូនត្រីជិះឆ្លងវាលទឹកចោចេញទៅកាន់ទីគោលដៅគឺសុខា
ពេលម៉ែពោតៃអើរងរាប់កិច្ចការយ៉ាយ៉ាប់អើបំពេញទងការងារស្រីឬមិនដាច់បាញ់អើត្រូវបំពេញជំនួសម៉ែធ្វើកិច្ចការតែមិននឹងឯងក្រោមក្តៅសូសែងឥតស្រាឡើយញឹងជោគកាយារាល់ថ្ងៃខែប្រាំងអត់ប្រែចិត្តលឿយណាយពេលម៉ែប្រសូតតង់ស្លាប់ផិតភ័យស្រយត់ចិត្តខ្វល់ខ្វាយរត់ណារកចាំងតំទងចិត្តឆ្ងាយខ្លាចកូននឹងម្ដាយឆ្លងមិនផុតពេលកូនកើតមកអក្រៃតនតោហាងរតីចិត្តមួងមុតអបថាកូនតស្ងួនវិសុទ្ធដូចបានមកកត់ពាក់លើក្បាលរួចត្រូវទៅកិច្ចការងារដើម្បីគ្រួសារទាំងធ្ងន់ស្រាលចិញ្ចឹមម៉ែកូនស្ងួនត្រកាលអាណា
បានស្ដាប់នៅគុណរបស់ពុកម៉ែក្នុងវេលាឱកាសនេះសូមឲ្យជាកូនដឹងនៅគុណពុកម៉ែធរណីត្រួតត្រងសត្វក្នុងលោកាគង្គាផងណាផ្ដល់ភាពត្រជាក់ផ្សព្វផ្សើមរុក្ខជាតិមនុស្សសត្វគ្រប់អ្នកផ្ដល់ភាពត្រជាក់ផ្ដល់ភាពសុខសាន្តធរណីប្រៀបបាននឹងព្រះមេត្តាស្ម័គ្រទ្របុត្រភ្ងាអង្គគ្រប់ប្រានគង្គាដោយពុកផ្ដល់សុខកានកូនរស់គ្រប់ប្រានដោយសារពុកម៉ែរីលោកឪពុកប្រៀបប្រដូចសូរិយារីព្រះមេត្តាប្រៀបដូចប្រខែពន្លឺទាំងពីរតែណែបនិតស្នេហ៍ស្ម័គ្រថ្នាក់ថ្នមថែកូនគ្រប់វេលាតិវាងងឹតបើគ្មានសូរិយាយប់យន់អន្តិកាបើគ្មានចន្ទ្រារស់ឆ្ងាយពុកម៉ែកូនពិតរងារងទុកវេទនាគ្មានទីពំណាអូនប្រុសស្រីទាំងឡាយដែលជាទីស្រឡាញ់ដើម្បីឲ្យคล้ายជាកូនកតញ្ញូកតវេទីតាធរឲ្យបានជាកូនល្អរបស់ពុកម៉ែជាសិស្សពូកែរបស់លោកគ្រូអ្នកគ្រូជាពុទ្ធសាសនិកល្អរបស់ពុទ្ធសាសនានិងជាពលរដ្ឋល្អនៅក្នុងសង្គមត្រូវតែជាកូនកតញ្ញូយកចិត្តទុកដាក់ដឹងគុណពុកម៉ែចាប់ពីថ្ងៃនេះតរៀងទៅបន្តទៅទៀតកូនណាមិនដែលធ្លាប់ធ្វើបាបពុកម៉ែសូមបន្តជាកូនកតញ្ញូស្រឡាញ់ពុកម៉ែរហូតតទៅទៀតតែកូនណាធ្លាប់តែធ្វើបាបពុកម៉ែសូមកូនភ្ញាក់ស្មារតីឡើងពិចារណាឡើងហើយគោរពនៅគុណរបស់គាត់ដោយយកចិត្តទុកដាក់បម្រើគាត់ទាំងការប្រើប្រាស់នៅបច្ច័យ4ហើយនឹងការផ្ដល់នៅចិត្តសេចក្តីសុខស្រួលដល់គាត់ផង